សួស្តីពុកម៉ែបងប្អូនដែលមានបំណងកំពុងតែស្វែងរកផ្ទះបែបរស់នៅផ្ទះបែបប្រកបអាជីវកម្មបានបងអាចពិចារណាទិញផ្ទះខ្ញុំបានណាក្នុងតម្លៃថោកជាងទីផ្សារហើយសំខាន់ផ្ទះនៅថ្មីនៅស្អាតទីតាំងល្អមែនតើអានេះខ្ញុំថតនេះគឺយើងខ្ញុំថតពីខាងបរិយាជីពម៉ោង3:71ទៅបងនេះបរិយាជីពម៉ោង3:71យើងបត់មកខាងផ្លូវ3:71ជិះតន្តិចប្រហែលជាប្រហែលម៉ែត្រទេគឺបងនឹងឃើញ3:71យើងឆ្ពោះទៅខាងស្ពានដែកវិញបត់តន្តិចយើងនឹងឃើញម៉ាតមួយផុតជីបម៉ងណានៅខាងស្ដាំដៃហើយបន្ទាប់ឃើញបន្ទាប់ពីនេះបងនេះ3:71ទៅខាងស្ពានអាចការដងយើងឃើញម៉ាតផុតជីបម៉ងមួយហួសម៉ាតហ្នឹងប្រហែលជាម្លងម៉ានផ្ទះមានផ្លូវបត់ស្ដាំមួយទៅខាងបឹងជប៉ុនណាឬក៏គេហៅបរិយ999ឬក៏បរិយភ្នំមាសបងនេះបត់ស្ដាំតាមច្រកកន្លែងគេបិទស្កុតម៉ូតូបិទអីហ្នឹងបងចូលផ្លូវហ្នឹងក៏បានចូលផ្លូវមុខមួយទៀតក៏បានដែរអត់បញ្ហាព្រោះនៅហ្នឹងគឺផ្លូវខ្វែងខ្វាត់ហ្មងអត់មានផ្លូវតតផ្លូវអីទេអញ្ចឹងយើងចូលតាមប្រឡោះផ្លូវហ្នឹងស្រួតស៊ីបលូប្លាបងចូលតាមផ្លូវហ្នឹងមកជួរផ្ទះល្បែងហ្នឹងបងទៅដល់ត្រង់តិចបងមានផ្លូវបំបែកឆ្វេងបំបែកស្ដាំអញ្ចឹងបងបាត់ស្ដាំអាហ្នឹងគេហៅបរិយ999បាត់ឆ្វេងគេហៅបរិយសម្បត្តិមាសហើយនៅប្លុកនេះអ៊ូអហើយផ្ទះថ្មីអត់មានលេខទឹកលេខអីទេបងធានាជូនហើយអញ្ចឹងយើងជិះមកត្រង់មកជួរហ្នឹងទៅដល់ធ្លាផ្លូវឃើញមាន clinic មួយឡុងឆេងអីផ្ទះខ្ញុំនៅជាប់ clinic ហ្នឹងម្លងតែផ្ទះគឺដាក់ផ្ទះផ្លាកលក់នេះបងនេះគឺផ្ទះខ្ញុំផ្ទះលេខ J4 នៅម្លង clinic តែផ្ទះឯងគឺផ្ទះខ្ញុំតែប្រហែលផ្ទះគឺដល់ផ្លូវធំវិញហ្នឹងបងហើយនេះពេលដែលយើងបត់ឆ្វេងហ្នឹងគឺយើងឡើងផ្លូវ3.1វិញណាបងនេះផ្លូវនេះគឺឡើងផ្លូវ3.1វិញបត់ឆ្វេងទៅខាងបរិយាជីពមកវិញបត់ស្ដាំទៅខាងចកាដងបងអានេះខ្ញុំជិះមកជុំឲ្យបងមើលបរិយាកាសជុំវិញកន្លែងផ្ទះដែលខ្ញុំដាក់លក់ទីតាំងខ្ញុំដាក់លក់ហ្នឹងគឺនៅក្នុងតំបន់អ៊ូអមនុស្សរស់នៅច្រើនហើយនៅចិត្តសាលារៀនចិត្តមន្ទីរពេទ្យទីប្រជុំជនហ្មងបងណានេះអានេះខ្ញុំជិះឲ្យបងមើលបរិយាកាសប្រជុំហ្នឹងហើយនេះខ្ញុំថតចន្លោះម៉ោងស្អុយម៉ោង9ម៉ោង10គឺទូទៅគឺផ្លូវហ្នឹងគឺអ៊ូអខ្លាំងបងតែនេះខ្ញុំថតបើយើងជិះហួរផ្លូវបាត់ចូលផ្ទះខ្ញុំមកខាងនេះវិញគឺខាងជីបម៉ងហ្នឹងបងនេះគឺស្ថានភាពផ្ទះខ្ញុំថតពេលយប់ប៉ុន្តែពេលយប់ហ្នឹងគឺពេលហ្នឹងខ្ញុំថតចន្លោះពេលចូលឆ្នាំអញ្ចឹងវាស្ងាត់ណាស្ងាត់ភូមិវាចេញទៅស្ងាត់ភូមិហើយតែខ្ញុំអត់បានថតថ្មីទេដោយសារអត់បានជិះកាត់ពេលយប់អញ្ចឹងណាបងហើយនេះស្ថានភាពផ្ទះខ្ញុំបន្ទប់នេះបន្ទប់មេគ្រួសារនៅខាងលើផ្ទះខ្ញុំមាន4បន្ទប់ទឹក5តតឹង4ម៉ែត្របដោយ20ម៉ែត្រសាច់ផ្ទះ6-10ម៉ែត្រសល់មុខ1ម៉ែត្រសល់មុខ3ម៉ែត្រខាងក្រោយសល់1ម៉ែត្របងចឹងបងណាដែលមានចំណាប់អារម្មណ៍ចង់មើលចង់សួរព័ត៌មានលម្អិតអីអាចឆាតមកឬខលមកឬចង់មកមើលទីតាំងផ្ទាល់ក៏បានដែរតម្លៃឲ្យយើងអាចចរចាគ្នាបានទៀតសម្រាប់តម្លៃគឺខ្ញុំកាត់លក់110,000ខ្ញុំកាត់ប្លង់ជូនតម្លៃហ្នឹងគឺតម្លៃចរចាណាណងចង់ទិញឬក៏ស្វែងរកលក់ត្រូវការទិញក៏បានឬក៏ចង់ជួលស្នាក់នៅអីប្រហែលសនអីក៏ខ្ញុំជួលដែរបងអញ្ចឹងបងណាដែលចាប់អារម្មណ៍សូមធ្វើការតាក់ទងមកបងណា